បងប្អូនឥឡូវដល់ពេលវេលាដែលត្រូវឲ្យចំណីដល់កូនទៀតហើយហើយនេះគឺជាសុខភាពកូនរបស់ខ្ញុំហ្នឹងនោះមកទៀតមើលចេះមកពេញដឹងថាម្ចាស់វាមកឲ្យចំណីហើយនិយាយថាទុំមក5កន្លងហ្នឹងបានចំណីឲ្យពួកវាទៅហើយចំណីការគឺប៉ុណ្ណាវាការចំកាត់តាមដំណាំដូចជាត្រេនដូចជាពេកអីហ្នឹងហើយយើងមានជាមន់ជាទាអីដល់ឲ្យមន់ទីប៉ុណ្ណឹងក្តីសុខហើយរស់នៅតាមទឹកស្រែចាស់គឺជាតិនឹងតែចេកមកគុំនេះធំឡើងពេញដីហ្នឹងគឺបាក់ចេកហូបវិញហើយត្រេនសេះត្រេនតា4-5ឆ្នាំទៀតយើងអាចនឹងមានត្រេនហូបហើយដល់ពេលដំណាំនឹងធំឡើងដំណាំគឺវាមនុស្សហើយត្រជាក់ហើយយើងអាចនឹងមានភ្ញៀវទេសចរអីគាត់មកលេងកម្សាន្តអីម្ដងម្កាយគឺយើងមានដំណាំគ្រប់ផ្លែសម្រាប់ទទួលគាត់ចឹងហើយសត្វចិញ្ចឹមអីក៏យើងត្រូវអត់ចិញ្ចឹមបានដែរសាស្ដីយើងធំហើយយើងចិញ្ចឹមទៀតទៅគ្រាន់បានជាម្ហូបអីនៅដែរយើងអាចលក់បានលុយប្រាក់កាក់មួយតាមទៀតក៏បន្តពីការធ្វើការងារចការហ្នឹងហ្នឹងហើយអរគុណច្រើន